ថៃកំពុងតែប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រប់បែកចង្កោមមកលើទឹកដីកម្ពុជាទៀតហើយសូមជម្រាបជូននៅស្ថានភាពនៅតាមមន្ទីរព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជានៅយោធភូមិភាគទី5ក្នុងភូមិសាស្ត្រឃុំស្លក្រាបស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនាថ្ងៃទី24ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង12:15នាទីដល់ម៉ោង12:26នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោមនៅភូមិសាស្ត្រឃុំស្លក្រាបស្រុកស្វាយជែកខេត្តបន្ទាយមានជ័យស្ថានភាពនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ខណៈនៅតាមទីតាំងមួយចំនួនយោធភូមិភាគទី5យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយប៉ុន្តែកងកម្លាំងកម្ពុជាកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នជានិច្ចបាទពុកម៉ែបងប្អូនទាំងអស់គ្នាហើយថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH បានទម្លាក់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជាម្ដងទៀតហើយពុកម៉ែបងប្អូនហើយសង្ឃឹមថាពិភពលោកនឹងមើលទៅលើទង្វើថៃដែលឈ្លានពានមកលើទឹកដីកម្ពុជាម្ដងហើយម្ដងទៀតប្រើអាវុធជាច្រើនប្រភេទសុទ្ធតែជាអាវុធកាចសាហាវដែលទម្លាក់មិនរើសទីតាំងមិនរើសភូមិសាស្ត្រទេឲ្យតែបានទម្លាក់ទោះបីចំប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋស៊ីវិលស្លាប់ឬរបួសយ៉ាងណាក៏ថៃមិនខ្វល់មិនគិតដល់ច្បាប់មនុស្សធម៌អន្តរជាតិនៅឡើយអញ្ចឹងហើយនៅពេលនេះសកម្មភាពកំពុងតែក្តៅបន្តទៀតហើយរវាងចៅស៊ីមនិងកម្ពុជាហើយពេលនេះគឺថៃនៅតែបន្តឈ្លានពានម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងហើយមានតែការទប់ទល់ការពារជាតិដើម្បីកុំឲ្យចៅឈ្លានពាននឹងគឺឈ្លានពានចូលមកបានអញ្ចឹងហើយខាងទ័ពកម្ពុជាយើងក៏មោះមុតតស៊ូដល់ទីបំផុតសម្រាប់ការពារទឹកដីការពារប្រជាពលរដ្ឋមួយនេះប៉ុន្តែរឿងដែលថៃធ្វើមកលើកម្ពុជាគឺមិនត្រឹមតែទ័ពថ្មើរជើងទេគឺទ័ពអាកាសនឹងគឺទម្លាក់មិនរើសទីតាំងទេពុកម៉ែបងប្អូនទម្លាក់មិនរើសទីតាំងទេគឺទម្លាក់គ្មានគិតថាកន្លែងនេះនឹងគឺកន្លែងប្រជាពលរដ្ឋកន្លែងនេះនឹងគឺកន្លែងណាអីទេហើយផ្ទះប្រជាពលរដ្ឋក៏ទម្លាក់ជាពិសេសនឹងគឺផ្លោងគ្រាប់រាប់រយគ្រាប់មួយថ្ងៃហ្នឹងគឺផ្លោងរាប់រយគ្រាប់មកលើទឹកដីកម្ពុជាមកលើផ្ទះប្រជាពលរដ្ឋហើយខូចខាតផ្ទះប្រជាពលរដ្ឋនឹងជាច្រើនខ្នងដែលនេះគឺជាទង្វើមួយដ៏ឃោរឃៅមែនទែនទង្វើមួយដែលជាពិភពលោកមិនចង់ឃើញទេសង្ឃឹមថាមហាអំណាចសង្ឃឹមថាអង្គការសហប្រជាជាតិបានមើលឃើញពីទង្វើមួយនេះពីទង្វើឈ្លានពានមួយនេះគឺពិតជាឃោរឃៅមែនទែនហើយសង្ឃឹមថាអន្តរជាតិនឹងមើលឃើញពីទង្វើឈ្លានពានរបស់ចៅស៊ីមមកលើទឹកដីរបស់កម្ពុជាហើយសូមឈប់ស្ងៀមស្ងាត់ទៀតទៅពុកម៉ែបងប្អូនអើយឈប់ស្ងៀមស្ងាត់ទៅឲ្យយើងវាអត់ធ្មត់ណាស់មកហើយយើងគោរពច្បាប់ដែលគេដាក់មកដាក់បន្ទាត់ក្រហមដាក់អីហ្នឹងយើងមិនហ៊ានបំពេញទេប៉ុន្តែគេមិនឃើញជាខ្លាចអ្វីសោះណាពុកម៉ែបងប្អូនមិនឃើញជាខ្លាចអ្វីសោះគឺហោះចូលមកសេរីហោះតាមតែចិត្តខ្លួនឯងដែលចង់ហោះមកណាចឹងហើយពុកម៉ែបងប្អូនវីដេអូនេះក៏មានតែអំពាវនាវដល់
អន្តរជាតិជួយមើលពីសកម្មភាពថៃដែលបានធ្វើមកលើកម្ពុជាផងហើយវាពិតជាអអមនុស្សធម៌មែនតើគឺសង្ឃឹមថាថ្នាក់ដឹកនាំយើងនឹងអាចដោះស្រាយនៅបញ្ហាមួយនេះបានយ៉ាងឆាប់រហ័សដើម្បីការពារអាយុជីវិតដូចជាការពារប្រជាពលរដ្ឋការពារទឹកដីមួយនេះកុំឲ្យមានសង្គ្រាមព្រោះអីឥឡូវនេះជនភៀសសឹកកំពុងតែកើនឡើងបន្តទៀតហើយចឹងហើយព័ត៌មាននេះក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនបើសិនជាមានព័ត៌មានថ្មីខ្ញុំនឹងអានចែកជូនពុកម៉ែបងប្អូនស្ដាប់ជាបន្តទៀតហើយក៏ដូចជាអាប់ដេតព័ត៌មានផ្សេងៗដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងជាបន្តទៀតអរគុណពុកម៉ែបងប្អូនដែលបានចូលមកស្ដាប់ក៏ដូចជាមកមើលនៅវីដេអូនេះ